សួស្តីពុកម៉ែបងប្អូនវីដេអូនេះនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលទេសភាពស្រុកស្រែនាខែវស្សាបងប្អូនអញ្ចឹងឃើញថាចេញវស្សាហើយវីដេអូនេះសារភ្ជាប់គ្នាជាមួយនឹងការលក់លបដាក់ត្រីឬក៏យើងហៅថាប្រេស100ពីបច្ចេកទេសដាក់ផ្សេងៗដែលបងប្អូនយកទៅប្រើប្រាស់តាមតម្រូវការបងប្អូនបាទតែឃើញថាទេសភាពស្រុកស្រែគឺស្អាតមែនទែនខាង TV ស្រុកស្រែរបស់យើងថ្ងៃនេះយើងចុះថតផ្ទាល់ជាមួយនឹងការលើកត្រីហើយពីបច្ចេកទេសដាក់លបផ្សេងៗបាទឥឡូវជាមួយនឹងទូឯករបស់យើងកំពុងតែមុជងើបហើយចឹងគឺនេះជាគេហៅថាប្រភេទលបប្រេស100បងប្អូនយើងដាក់បានទូទៅជាមួយនឹងត្រីប៉ុន្តែវាយើងយកទៅលេងត្រីឆ្លូញគឺវាមានខែវាត្រូវបងប្អូនណាបាទអញ្ចឹងបងប្អូនសួរថាលបនឹងតើវាចូលត្រីផ្សេងដែរអត់បាទឬក៏វាចូលតែត្រីឆ្លូញទេដូចបានឃើញអញ្ចឹងបងប្អូនណាមកខាងនេះចិត្តកន្លះគីឡូបច្ចៈលបនឹងត្រីអីក៏វាចូលដែរបងប្អូនណាតាំងពីត្រីតាំងពីតងតាំងពីពោះប៉ុន្តែពេលដែលគេយកទៅលេងត្រីឆ្លូញគឺវាមានខែវាបងប្អូនវាមានខែវាអញ្ចឹងចាប់ផ្ដើមភ្ជុំហើយទឹកឡើងមកភ្ជុំក្នុងន័យថាពេលដែលទឹកឡើងមកគឺវាត្រូវត្រីឆ្លូញមួយសាហើយបងប្អូនពេលដែលទឹកស្រកទៅវិញគឺវាត្រូវមួយសាទៀតបាទប្រភេទត្រីឆ្លូញមុនចន្លោះចាប់ពីខែ9ខែ10 11ហ្នឹងគឺវាចាប់ផ្ដើមត្រូវត្រីឆ្លូញហើយចាក់ស្ដែងនេះចេញភាសាហើយបានប្រហែលថ្ងៃនេះត្រីឆ្លូញចាប់ផ្ដើមត្រូវម្ដងទៀតហើយបញ្ជាក់ថាត្រីឆ្លូញវាមិនមែនត្រូវរាល់ថ្ងៃបងប្អូនវាមានថ្ងៃដែលវាត្រូវបងប្អូនបាទអញ្ចឹងពេលដែលទឹកឡើងមេឃភ្លៀងខ្លាំងបើកថ្ងៃក្តៅខ្លាំងមេឃស្លាស់ល្អគឺប្រភេទត្រីឆ្លូញគឺវាឆាប់ផ្ដើមចុះមុនគេបងប្អូនបាទហើយយើងយកទៅលេងលបត្រីឆ្លូញហ្នឹងយកទៅដាក់ប្រេស100ហ្នឹងយកទៅដាក់គឺមិនខុសទេត្រូវ 100% តែម្ដងបងប្អូននៅតំបន់នេះគឺរាប់រយលបបងប្អូននៅក្នុងបន្លាយអញ្ចឹងច្រើនមែនទែនសម្រាប់អ្នកដាក់ហើយសម្រាប់ដាក់បងប្អូនសួរថាតើមានដាក់ចំណីដែរទេនៅតែទេមកសួរខ្ញុំរហូតបងប្អូនគឺការប្រើប្រាស់មិនមានដាក់ចំណីទេបងប្អូនហើយទឹកបងប្អូនថាតើជំរឿនណាដែលយើងដាក់បានបងប្អូនឃើញសិតតែមុជបានន័យថាទឹកហ្នឹងវាអាច1ម៉ែត្រកន្លះទៅកន្លែងខ្លះទៅ2ម៉ែត្រអញ្ចឹងយើងដាក់ទៅប្រភេទត្រីឆ្លូញឬក៏អន្ទង់អីហ្នឹងគឺវាជាប្រភេទត្រីហៅក្បែរដីទេអញ្ចឹងពេលដែលលបហ្នឹងវាជាប្រភេទកងដែកកាលណាដែលយើងដាក់ទៅគឺវានៅបាតដីក្រោមឯណោះបាទអញ្ចឹងត្រីប្រភេទត្រីឆ្លូញនេះគឺវាទៅសៀហែក្បែរស្មៅក្បែរដីនៅបាតដីក្រោមទេគឺវាចូលដោយខ្លួនឯងបងប្អូនទេមកសួរថារោគលបប្រភេទប្រេស100ហ្នឹងគាត់ចង់បានប្រភេទកម្ពស់1ម៉ែត្រកន្លះម៉ែត្រទៅ1ម៉ែត្របងប្អូនណាអត់មានទេនេះកម្ពស់វាតែពីទឹកនេះបងប្អូនណាកម្ពស់លបហ្នឹងតែពីទឹកទេប៉ុន្តែយើងដាក់ប្រភេទត្រីឆ្លូញគឺត្រូវមែនទេដូចខ្ញុំមិនបញ្ជាក់អញ្ចឹងប្រភេទខ្ជឹងត្រីខ្ជឹងឬក៏ត្រីឆ្លូញឬក៏ត្រីផ្សេងៗវាហែក្បែរដីទេទោះជាទឹកនឹងជម្រៅ 2-3 ម៉ែត្រក៏ដោយតែត្រីវាទៅស៊ីនៅក្បែរដីទេមានន័យថាត្រីដែលវាចំចូលត្រីដែលវាមិនចំគឺវារួចទៅព្រោះយើងអត់មានត្រូវវៃព្រួលវៃអាណាំងបាំងអីវាទេអញ្ចឹងមួយលបនេះប្រហែលជាង1គីឡូហើយបងប្អូនបាទអញ្ចឹងទៅតែមួយលបទៀតណាឥឡូវយើងលើកបន្តទៀតបាទប្រភេទត្រីឆ្លូញគឺជាប្រភេទត្រីលេខ1ហើយបងប្អូនតាំងពីយើងចង់និយាយថាយើងអាចយកទៅធ្វើផ្អកក៏បានយើងអាចអង្គងវាលក្ខណៈស្រស់ឈ្ងុយឆ្ងាញ់មែនទែនបាទត្រីលក្ខណៈថាត្រីលេខ1ហើយ1គីឡូទីផ្សារមិនក្រោមពី20000ទេបងប្អូន20000 30000 40000ទៅតាមកន្លែងតាមតំបន់បាទឥឡូវយើងមើលចាក់ស្ដែងត្រីដែលវាចូលច្រើនពេកទៅហើយលបពីរៀងចំណាស់ដែរអញ្ចឹងវាបុកឃ្លីចេញវាដាច់កាឡាតែ2ប្រឡោះឬក៏3ប្រឡោះវាទៅហើយបងប្អូនអញ្ចឹងអាណាដែលវាធំជាងគេវាធ្វើស្ទះផ្លូវជាប់នៅនឹងតែម្ដងបាទអញ្ចឹងបញ្ជាក់មកវិញសម្រាប់ពុកម៉ែបងប្អូនដូចខ្ញុំបានឃើញនៅក្នុងបានបង្ហោះនៅក្នុង YouTube ឲ្យបងប្អូនបានឃើញអញ្ចឹងគឺខ្ញុំលក់ចូល75ឆ្នាំហើយសម្រាប់លបប្រេស100ហ្នឹងបងប្អូនយកទៅប្រើប្រាស់1ក៏លក់2ក៏លក់3 4 10ក៏លក់ដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានថាមួយខ្លាចមិនផ្ញើឲ្យតែបងប្អូនមានខ្ញុំនិយាយថាទីតាំងវរៈបុណ្យធម្មដែលនៅចិត្តផ្ទះបងប្អូនអញ្ចឹងណានៅភូមិស្រុកគឺយើងផ្ញើបានហើយបងប្អូន1ក៏ផ្ញើ2ក៏ផ្ញើ3ក៏ផ្ញើអញ្ចឹងបងប្អូនថាខ្លាចផ្ញើលុយឲ្យមិនផ្ញើអីវ៉ាន់ទៅឲ្យឥឡូវបើខ្លាចអញ្ចឹងទិញតែមួយសាកមើលសិនក៏បានដែរបងប្អូនបាទតែខ្ញុំប្រាប់ថាបើសិនជាបងប្អូនមានមួយគូគឺបងប្អូនរួចម្ហូបជារៀងរាល់ថ្ងៃបើសិនជាយើងដាក់មិនលក់ដូរអីនោះទេបងប្អូនគ្រាន់តែដាក់ម្ហូបមករួចមិនឲ្យទិញម្ហូបគេអញ្ចឹងណាបងប្អូនបាទអញ្ចឹងបើសិនជាបងប្អូនមានពេលវេលាទៅលើកហើយចូលចិត្តរកត្រីផងចង់និយាយថាអ្នករកត្រីតើតែមានចង់និយាយថាតើមាននិស្ស័យមានន័យថាតើយើងមានចំណង់មាននិស្ស័យនៃការរកត្រីមិនយើងអាចទៅរកត្រីបានតែបើសិនជាយើងចូលចិត្តហឺហាដើរលេងលុយឆាយហើយទៅដាក់ត្រីគឺមិនបានទេបងប្អូនបាទ
chẳng đôi nhầm về chẳng tha nè rô trấy to thà miền đi say chỉ mùi trấy to miền chấm nón chấm nấu chất này ca rô trấy từ việc ai ta đã trấy bàn vì đâu ní sầm đạp hôm mai băm pôn nơi tam sau xa cho nó bọt vì đại quạt miền sai phi sai đã lộp ở đã tam tam stưng tam ô nơi cội cội tia nơi quạt bài tia đi có nơi chết đầm bón đại quạt miền có đã ban stưng có đã ban ô có đã ban break có đã ban lộp ní kia vô tận đã nó không sớm một quay vô cái đam vô kia băm pôn á bạn chẳng cứ cái tận lẹ nơi tam tu thì tận lẹ mà đom men là phi bay rồi lộp băm pôn bạn chẳng bởi dương trâm tập đạn mình nè mặc sai pi sai còn là ban hộp lại cái đạn của xa cứ mình nguyên triệt bài nhà Hà Nội tê sầm rapพวกไม้บางปนในบ้านประเจียจังเนี่ยได้ทรบโยปิดาเมาส์เมนในทางกดทรบติงชมหมอชนามปีชนามใบชนามมุนอะไรนึงดอไปคายได้ถือด่านจังกดจับดามแต่โตมาหายผู้ไอ้จับปีคายดับมวยนี่เตอร์บางปนประเจียจับปีคายดับมวยนี่เตอร์คือจับดามเตอร์ด่าตนากับเตอร์เดี๋ยวจับปีตุ่นได้กรังโจทั้งอ้อไทยมาดอนหรือซาเวียจับดามตึกได้เวียจุนนั่งให้เวียสระเตอร์วิงthì hai cái đất đất sọ nó trong ban đây thật đây vì sọ từ tam tới hai dương đạn nơi cái này có miền này bằng vốn á bạn chẳng chi viênในการลวดthe mon class បងប្អូនដាក់បាត់ចឹងទៅដូចអ្នកនៅបាត់ដំបងគាត់ទិញខ្ញុំ4 5អញ្ចឹងដាក់មកយកលួចអស់សល់2បាទអញ្ចឹងសំខាន់ដែលតំបន់ដែលមានអ្នកលួចតើយើងអាសាដាក់មើលបងប្អូនបាទអញ្ចឹងបញ្ជាក់មកវិញមិនមានដាក់ចំណីទេហើយនេះជាលបធម្មជាតិតែយើងដាក់ដែរវាចូលដោយធម្មជាតិណាបងប្អូនយើងមិនចាំបាច់ប្រើចំណីនោះទេបាទអញ្ចឹងលបនេះបញ្ជាក់ឲ្យបញ្ជាក់ទៀតថាមិនមែនចូលតែត្រីឆ្លូញទេគឺវាចូលត្រីចម្រុះតែម្ដងតាំងពីតុងតាំងពីអីចឹងទៅបាទឥឡូវយើងឃើញទូឯករបស់យើងកំពុងតែចុះលើកនេះគឺគាត់លើកពេលព្រឹកម្ដងហើយនឹងពេលថ្ងៃត្រង់ម្ដងហើយពេលល្ងាចម្ដងហ្នឹងបើសិនជាត្រីត្រូវខ្លាំងបងប្អូនណាយើងមើលយ៉ាងថាយើងមើលត្រីដែរយើងមើលអាកាសធាតុដែរបើសិនជាមេឃស្រឡះល្អមេឃក្តៅល្អទឹកឡើងទឹកស្រកតាមហ្នឹងបើសិនជាគេបងសំណាញ់មួយបាទលបរបស់យើងក៏ចូលដែរបាទអញ្ចឹងយើងអាចទៅលើកវា2ទៅ3ដងលើកម្ដងមិនក្រោម2គីឡូទៅ3គីឡូទេបងប្អូនឃើញត្រីហើយវាចូលតែប្រភេទត្រីឆ្លូញទេត្រីឆ្លូញគឺវាចុះមុនគេមានន័យថាវាសុទ្ធពីស្រែមកទាំងអស់ចូលមកក្នុងបន្លាយអញ្ចឹងយើងដាក់នៅក្នុងបន្លាយវាគាត់จะចូលដែរបាទមិនថាតំបន់កន្លែងបងប្អូនមិនសូវជាមានអ្នកដាក់អញ្ចឹងតែបងប្អូនយកទៅដាក់មិនខុសទេបងប្អូនណាបាទមិនខុសទេអញ្ចឹងសរុបមកវិញសម្រាប់ពុកម៉ែបងប្អូនដែលចង់បានជាមួយនឹងលោកប្រើស100នេះបងប្អូនមិនថានៅកន្លែងណាទីណាទេបងប្អូនឃើញលេខខ្ញុំនៅលើអេក្រង់ហ្នឹងមានចំនួន3ខ្សែលេខហ្នឹងជាលេខ Telegram ទាំង3ខ្សែតែម្ដងអញ្ចឹងតាក់ទងទៅនឹងអីវ៉ាន់បញ្ជាក់ឲ្យបញ្ជាក់ទៀតយើងវេលុយមកមុនមិនយើងដាក់អីវ៉ាន់ជូនបងប្អូនណាវេលុយមុនមិនយើងដាក់អីវ៉ាន់ជូនដូចខ្ញុំបញ្ជាក់ដល់ថាបើសិនជាបងប្អូនមិនຕົកចិត្តខាងខ្ញុំគឺមិនចាំបាច់ទិញទេអ្នកខ្លះគាត់ថាចាំអីវ៉ាន់ដល់ផ្ទះចាំផ្ញើលុយទៅឲ្យអញ្ចឹងណាធម្មតាខ្ញុំមានសម្លេងខ្ញុំមានវីដេអូបងប្អូនអាចទេមកខ្ញុំរួមមកខ្ញុំឃើញតែបើសិនជាអីវ៉ាន់ទៅដល់ផ្ទះហើយបងប្អូនមិនវេលុយខ្ញុំមិនដឹងថារួមបងប្អូននៅកន្លែងណាទេហើយមិនដឹងថាតាក់ទងទៅតាមណាទេអញ្ចឹងបងប្អូនបាទចាំបញ្ជាក់ទៀតអីវ៉ាន់គឺកំង1 2 3 4 10អញ្ចឹងត្រូវការវេលុយមុនទៅយើងតម្លាក់អីវ៉ាន់ទៅឲ្យបាទអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលទស្សនានៅវីដេអូរបស់ខ្ញុំនៅខាងចុងវីដេអូយើងមានការផ្ញើលបផ្សេងៗសម្រាប់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍អាចតាក់ទងមកខ្ញុំផ្ទាល់បានអរគុណច្រើន